ក្រនដែលឃើញខ្លោងទ្វារដ៏ស្អាតផូរផង់នេះពុកម៉ែបងប្អូនប្រហែលជាស្គាល់ហើយថាខ្លោងទ្វារនេះគឺជាខ្លោងទ្វារវត្តដែលនៅតាមដងទន្លេតូចហើយវត្តនេះគឺជាវត្តបរមបុរាណហើយទើបតែកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមណាបងប្អូនណាដូចជាខ្លោងទ្វាររបងវត្តចាក់សាបនិងកែកុនលាបថ្នាំព្រះវិហារក៏ដូចជាកុដនៅក្នុងបរិវេណវត្តរៀបចំយ៉ាងស្រស់ផូរផង់ព្រមទាំងមានទីធ្លាដ៏ធំស្រស់ស្អាតផូរផង់ទៀតផងបងប្អូនខ្ញុំបាទពេជ្ររតនាសូមគោរពនិងជម្រាបសួរដល់អស់លោកស្រីនៃនាងកញ្ញាពុទ្ធបរិស័ទចំណោះជើងវត្តទាំងអស់ជាទីគោរពជាទីរាប់អាននៅសល់តែប្រហែលខែខាងមុខទៀតនេះវត្តទំពុងដែលស្ថិតនៅក្នុងឃុំល្វេស្រុកកោះស្ទឹងខេត្តកំពង់ចាមហើយស្ថិតនៅក្នុងភូមិទំពុងផ្ទាល់តែម្ដងនឹងរៀបចំពិធីបុណ្យឆ្លងខ្លោងទ្វាររបងវត្តនិងសមិទ្ធផលនានានៅក្នុងវត្តទំពុងដូច្នេះដំណឹងនេះជម្រាបជូនដល់ពុទ្ធបរិស័ទចំណោះជើងវត្តពុកម៉ែបងប្អូនដែលមានសទ្ធាជ្រះថ្លាចូលរួមពិធីបុណ្យឆ្លងខ្លោងទ្វាររបងវត្តក៏ដូចជាសមិទ្ធផលនានានេះនៅវត្តទំពុងទាំងអស់គ្នាឲ្យបានច្រើនកកកដែលកម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍9កើតខែពិសាខឆ្នាំមមីស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី25មេសាឆ្នាំ2026បើគិតទៅក្រោយចូលឆ្នាំប្រហែលថ្ងៃបងប្អូនណាក្រោយចូលឆ្នាំ4-10ថ្ងៃអញ្ចឹងសូមគោរពអញ្ជើញពុកម៉ែបងប្អូនចូលចាប់មគ្គផលរៀងខ្លួននិងមកចូលរួមនៅក្នុងកម្មវិធីបុណ្យឆ្លងខ្លោងទ្វារក៏ដូចជាសមិទ្ធផលនានានៅវត្តទំពុងឲ្យច្រើនទាំងអស់គ្នាណាបងប្អូនណាបាទហើយនៅខាងអ្នកតលេនេះគេហៅបុណ្យឆ្លងឬមួយក៏គេហៅបុណ្យកាន់អង្គបងប្អូនអញ្ចឹងបានន័យយើងកាន់មួយរោងគ្រប់គ្នាទៅរាប់រយរោងអញ្ចឹងទៅណាបងប្អូនណាអញ្ចឹងសូមអញ្ជើញពុទ្ធបរិស័ទចំណោះជើងវត្តញាតិមិត្តជិតឆ្ងាយអញ្ជើញមកចោះឈ្មោះជាមួយនឹងគណៈកម្មការអាចារ្យវត្តក៏ដូចជាព្រះគ្រូចាអត្តការវត្តឲ្យបានមុន15ថ្ងៃបងប្អូនបានន័យថាមុនកន្លះខែទៅងាយស្រួលនឹងព្រះសង្ឃក៏ដូចជាគណៈកម្មការវត្តរៀបចំរោងទុកជាមុនណាបងប្អូនណាពីព្រោះពិធីបុណ្យកាន់អង្គនេះក៏ដូចជាបុណ្យឆ្លងគឺគេហៅថាមានរោងយ៉ាងច្រើនហើយបុណ្យគឺ2យប់3ថ្ងៃណាបងប្អូនណាហើយ2រាត្រីនោះគឺមានការបាញ់កាំជ្រួចរួមជាមួយនឹងមានក្រុមល្ខោនបាសាក់សម្ដែងជូន2រាត្រីរហូតដល់ភ្លឺតែម្ដងអញ្ចឹងសូមអញ្ជើញពុកម៉ែបងប្អូនពុទ្ធបរិស័ទចំណោះជើងវត្តលោកតាលោកយាយចូលចាប់មគ្គផលរៀងខ្លួនតាមសទ្ធាជ្រះថ្លារៀងខ្លួនទាំងអស់គ្នាហើយសូមពុកម៉ែបងប្អូនជួយ share ចែកម្លែកដើម្បីឲ្យញាតិមិត្តជិតឆ្ងាយបងប្អូនដែលមានភូមិកណ្ដាលនៅខាងទំពុងនេះគាត់បានដឹងបានចូលរួមក្នុងពិធីបុណ្យនេះទាំងអស់គ្នាសូមអរគុណសូមគោរពលា